ដក story Facebook ចេញវិញនៅពេលដែលយើងច្រឡំដៃចុចនរណាម្នាក់ងាយបងប្អូនអ្នកគ្នាគ្រាន់តែចុចប៉ុន្មានជំហាននេះជាដំបូងបងប្អូនដែលមិនទាន់បាន Subscribe Channel YouTube របស់ខ្ញុំបានអាចជួយ Subscribe Channel YouTube ខ្ញុំបានម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតពីខ្ញុំបានជាដំបូងយើងចូលទៅកាន់ App Facebook បន្តមកទៀតខ្ញុំនឹងធ្វើការរើសរូបមួយដើម្បីឧទាហរណ៍បងប្អូនខ្ញុំអាចចូលទៅ Story មួយនេះបន្ទាប់មកខ្ញុំនឹងធ្វើការ React បេះដូងបន្ទាប់មកទៀតយើងចង់ដោះបេះដូងឡើងវិញសូមបងប្អូនទាំងអស់គ្នាចុចទៅកាន់ត្រី3ខាងលើចុចទៅកាន់ត្រី3បន្ទាប់មកបងប្អូនទាំងអស់គ្នានឹងឃើញពាក្យ Undo Send Reaction បងប្អូនសូមចុចទៅលើ Undo Send Reaction បន្តមកទៀតបងប្អូនធ្វើការចុច Undo អូខេបងប្អូនអ្នកគ្នារួចរាល់ហើយបងប្អូនអ្នកគ្នាសូមអរគុណជួបគ្នានៅវីដេអូក្រោយ